បាទជំរាបសួរពុកម៉ែមីមីបងប្អូនទាំងអស់ជាទីរាប់អានថ្ងៃនេះខ្ញុំបានធ្វើវីដេអូមួយដែលថតពីសកម្មភាពពិតគឺកងកម្លាំងវិស្វកម្មដែលគាត់កំពុងមានការមមាញឹកក្នុងការសាងសង់ស្ពានឆ្លងព្រៃប្រាសាទដែលសន្ធិដ្ឋនៅទីតាំងចំណុចកំពង់ដប្រាសាទហើយឥឡូវនេះគឺជាសកម្មភាពពិតមួយដែលពួកគាត់កំពុងតែបុកបំបែកនៅសសរគ្រឹះដើម្បីឲ្យដល់ដែកហើយនឹងចងគេហៅថាជើងគ្រុឌដើម្បីចាក់តាងធ្វើជាគ្រឹះទ្រនៅទម្ងន់ស្ពាននេះគឺជាសកម្មភាពពិតចឹងពួកគាត់ខិតខំធ្វើឲ្យហើយមុនពេលទឹកឡើងព្រោះថានៅក្នុងទឹកដីឃុំប្រាសាទរបស់ខ្ញុំបាទនេះគឺថានៅប្រហែលជាខែ7ចុងខែ7ឬក៏យ៉ាងយូរពាក់កណ្ដាលខែ8អាចនឹងត្រូវទឹកលិចភូមិហើយប្រើទូកអញ្ចឹងគាត់ខំព្យាយាមសស្រាក់សស្រាមធ្វើអត់ឈប់ឈរហើយរដូវនេះដែរដូចជាបងប្អូនដឹងស្រាប់ហើយថាវាជួបបញ្ហាជាមួយនឹងភ្លៀងធ្លាក់តិចឬច្រើនអាចនឹងលុះថ្ងៃតិចណាស់អញ្ចឹងទោះបីយ៉ាងណាក៏ពួកគាត់ខិតខំប្រឹងប្រែងធ្វើដើម្បីរួចរាល់នៅគ្រឹះខាងក្រោមនេះហើយក្នុងការបកស្រាយនៅសម្លេងនេះដែរខ្ញុំបាទក៏សូមអភ័យទោសចំពោះការយកសកម្មភាពនេះមកផ្សាយមានការខុសឆ្គងឬមកក៏លឺលួសយ៉ាងណាក៏សូមបងប្អូនទាំងអស់អព្យាស្រ័យនិងជួយដល់ Channel ខ្ញុំបាទទាំងអស់គ្នាដែលកំពុងសាកល្បងនៅក្នុងប្រព័ន្ធ YouTube ហើយនឹងរៀនធ្វើវីដេអូប្លែកជាបន្តពីអំពីសកម្មភាពពិតនៅក្នុងភូមិក្នុងឃុំក្នុងស្រុករបស់ខ្ញុំបាទតទៅមុខទៀតបាទហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់ដែលយកចិត្តទុកដាក់លើកស្ទួយដល់ខ្ញុំបាទដែលខំធ្វើនេះផងបាទអរគុណសូមជម្រាបលា